នាចុងរដូវវស្សាឆ្ពោះទៅរករដូវរំហើយដ៏មានសុភមង្គលនេះបុណ្យកឋិនបានក្លាយជានិមិត្តរូបនៃសេចក្តីសុខសេចក្តីជំនឿនិងសន្តិភាពក្នុងសង្គមខ្មែរដែលបន្តជាស្នាមញញឹមលើបបូរមាត់ខ្មែរដ៏ស្រស់ស្អាតក្នុងទឹកដីអង្គរជាទីស្រឡាញ់កឋិនមិនត្រឹមតែជាពិធីបុណ្យក្នុងពុទ្ធសាសនាទេប៉ុន្តែជាប្រភពនៃការរួបរួមការបរិច្ចាគនិងការអភិវឌ្ឍសង្គមខ្មែរដោយស្មារតីសាមគ្គីមេត្តាករុណា និងជាតិនិយមជំរាបសួរបងប្អូនទាំងអស់គ្នាសួស្តីមិត្តបណ្ឌារីទាំងអស់ជាទីរាប់អានខ្ញុំវីរ៉ូថ្ងៃនេះខ្ញុំមកនិយាយអំពីពិធីបុណ្យកឋិនពន្លឺសុភមង្គលនាដើមរដូវរំហើយបងប្អូនទាំងអស់គ្នាស្ទើរតែពេញមួយជីវិតរបស់ប្រជាជនខ្មែររបស់យើងដែលបានកើតមកក្នុងប្រទេសដែលមានប្រវត្តិសាស្ត្រដ៏វែងឆ្ងាយនិងវប្បធម៌ដ៏អច្ឆរិយៈមួយនេះប្រទេសកម្ពុជារបស់យើងគឺមានពិធីបុណ្យជាច្រើនដែលសុទ្ធសឹងតែជាពិធីបុណ្យដែលបុព្វបុរសដូនតាខ្មែររបស់យើងបានប្រារព្ធឡើងតាំងពីយូរយារណាស់មកហើយក្នុងចំណោមពិធីបុណ្យទាំងអស់មានពិធីបុណ្យមួយចំនួនដែលមានប្រជាប្រិយភាពជាងគេហើយក្នុងនោះបុណ្យកឋិនគឺជាពិធីបុណ្យមួយដែលមានប្រជាប្រិយភាពក៏មិនចាញ់ពិធីបុណ្យផ្សេងៗឡើយនាចុងរដូវវស្សាឆ្ពោះទៅរករដូវរំហើយដ៏មានសុភមង្គលនេះបុណ្យកឋិនបានក្លាយជានិមិត្តរូបនៃសេចក្តីសុខសេចក្តីជំនឿនិងសន្តិភាពក្នុងសង្គមខ្មែរដែលបន្តជាស្នាមញញឹមលើបបូរមាត់ខ្មែរដ៏ស្រស់ស្អាតក្នុងទឹកដីអង្គរជាទីស្រឡាញ់កឋិនមិនត្រឹមតែជាពិធីបុណ្យក្នុងពុទ្ធសាសនាទេប៉ុន្តែជាប្រភពនៃការរួបរួមការបរិច្ចាគនិងការអភិវឌ្ឍសង្គមខ្មែរដោយស្មារតីសាមគ្គីមេត្តាករុណា និងជាតិនិយម